Xóm chôn rướng ក្មេងប្រុសស្មោះត្រង់នឹងជួងវត្តនៅព្រឹកមួយដ៏ស្រស់ស្អាតព្រះអាទិត្យរះលើវត្តចាស់មួយនៅជាយភូមិក្មេងប្រុសតូចម្នាក់ឈ្មោះតារាដើរមកវត្តដោយចិត្តស្ងប់ស្ងាត់និងពេញដោយកាយគោរពខ្ញុំនឹងថែរក្សាឲ្យបានល្អរៀងរាល់ព្រឹកតារាមានភារកិច្ចវាយជួងវត្តសំឡេងជួងឮឆ្ងាយប្រាប់អ្នកភូមិថាពេលអធិដ្ឋានបានមកដល់ហើយតារាធ្វើការនេះដោយចិត្តស្មោះត្រង់និងប្រុងប្រយ័ត្នជានិច្ចដួងពេលអធិដ្ឋានមកដល់ហើយថ្ងៃមួយខណៈពេលតារាវាយជួងស្រាប់តែមានសំឡេងបែកតូចមួយជួងបែកបន្តិចហើយតារាភ្ញាក់ផ្អើលខ្លាំងណាស់តារាអូខ្ញុំធ្វើឲ្យវាបែកហើយតារាមានអារម្មណ៍ខ្លាចនិងព្រួយបារម្ភគាត់គិតថាអាចនឹងត្រូវបន្ទោសប៉ុន្តែបេះដូងគាត់ប្រាប់ថាការនិយាយការពិតគឺជារឿងត្រឹមត្រូវតារាខ្ញុំត្រូវប្រាប់លោកតាដោយកម្លាំងចិត្តនិងភាពក្លាហានតារាទៅជួបលោកតាច័ន្ទគាត់ក្រាបក្បាលទាបហើយប្រាប់រឿងទាំងអស់ដោយមិនលាក់បាំងអ្វីឡើយតារាខ្ញុំសុំទោសខ្ញុំធ្វើឲ្យជួងបែកលោកតាច័ន្ទស្ដាប់ដោយភាពស្ងប់ស្ងាត់និងញញឹមដោយមេត្តាករុណាគាត់មិនខឹងទេព្រោះគាត់ដឹងថាការស្មោះត្រង់មានតម្លៃជាងជួងណាមួយលោកតាច័ន្ទការស្មោះត្រង់របស់កូនគឺមានតម្លៃជាងអ្វីៗទាំងអស់លោកតាច័ន្ទនិងតារាជួយគ្នាជួសជុលជួងដោយអត់ធ្មត់ពួកគេធ្វើការជាមួយគ្នាដោយចិត្តល្អនិងការយល់ចិត្តគ្នាលោកតាច័ន្ទធ្វើល្អនិងទទួលល្អនៅពេលជួនត្រូវបានជួសជុលរួចសំឡេងវាឮឡើងវិញយ៉ាងស្រស់ស្អាតអ្នកភូមិនិងកុមារទាំងអស់ញញឹមដោយសេចក្តីសុខកុមារជួងជួសជុលរួចហើយលោកតាច័ន្ទសរសើរតារាមុខអ្នកទាំងអស់គាត់ប្រាប់ថាក្មេងដែលស្មោះត្រង់គឺជាក្មេងដែលគួរឲ្យគោរពនិងស្រឡាញ់លោកតាច័ន្ទកូនជាក្មេងល្អនិងស្មោះត្រង់ចាប់ពីថ្ងៃនោះទៅតារាក្លាយជាគំរូល្អសម្រាប់កុមារក្នុងភូមិរឿងនេះបង្រៀនយើងថាការនិយាយការពិតនិងការធ្វើល្អនឹងនាំមកនូវសេចក្តីសុខនិងសន្តិភាពជានិច្ចតារាខ្ញុំនឹងស្មោះត្រង់ជានិច្ច